ទោះអាមេរិកបន្ថយពន្ធពី 50% មក 18% ឥណ្ឌានៅតែបារម្ភនិងងាកទៅរកទីផ្សារអឺរ៉ុបដើម្បីបង្ការហានិភ័យ យោងតាមសារព័ត៌មាន Channel New Asia បានឲ្យដឹងថាការប្រកាសបញ្ចុះពន្ធនាំចូលរបស់សហរដ្ឋអាមេរិកពី 50% មកត្រឹម 18% កាលពីដើមខែកុម្ភៈនេះបាននាំមកនូវសេចក្តីសង្ឃឹមជាថ្មីដល់ក្រុមអ្នកនាំចេញរបស់ឥណ្ឌាបន្ទាប់ពីពួកគេបានឆ្លងកាត់រយៈពេល 10 ខែដ៏លំបាកបំផុតកាលពីឆ្នាំមុនការដំឡើងពន្ធយ៉ាងគំហុកបានធ្វើឲ្យតម្លៃទំនិញឥណ្ឌាកើនឡើងខ្ពស់រហូតបណ្ដាលឲ្យអ្នកបញ្ជាទិញនៅសហរដ្ឋអាមេរិកបដិសេធមិនទទួលយកទំនិញដែលធ្វើឲ្យស្តុកទំនិញជាច្រើនដូចជាកម្រាលព្រំ និងសម្លៀកបំពាក់ត្រូវកកស្ទះនៅតាមកំពង់ផែនិងរោងចក្រស្ថានភាពនេះបានធ្វើឲ្យតម្លៃនាំចេញសរុបរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិកធ្លាក់ចុះខ្លាំងពី8កណ្ដកសញ្ញា $8,000 លានក្នុងខែឧសភាឆ្នាំ 2025 មកនៅត្រឹម5កណ្ដកសញ្ញា $5,000 លានក្នុងខែកញ្ញាដោយសារវិស័យដែលប្រើប្រាស់កម្លាំងពលកម្មច្រើនដូចជាវាយនភ័ណ្ឌនិងកសិកម្មមិនអាចប្រកួតប្រជែងតម្លៃជាមួយប្រទេសជិតខាងដូចជាវៀតណាមនិងបង់ក្លាដេសបានទោះបីជាមានការធូរស្រាលពីការបញ្ចុះពន្ធនេះក៏ដោយក៏អ្នកជំនាញយល់ថាបញ្ហាប្រឈមនៅតែមានដដែលព្រោះការបង្កើនឥណទាននិងការលើកទឹកចិត្តខ្លះៗនៅក្នុងកញ្ចប់ថវិកាជាតិរបស់រដ្ឋាភិបាលឥណ្ឌាហាក់មិនទាន់អាចជួយស្រោចស្រង់ការបាត់បង់តម្រូវការពីអតិថិជនបានទាំងស្រុងនោះទេដើម្បីរស់រានអាជីវករឥណ្ឌាជាច្រើនបានចាប់ផ្ដើមបដូរយុទ្ធសាស្ត្រដោយងាកទៅរកទីផ្សារផ្សេងៗដូចជាអឺរ៉ុបអាស៊ីអាគ្នេយ៍និងមជ្ឈិមបូព៌ាដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិកទោះបីជាទីផ្សារអាមេរិកនៅតែមានសារៈសំខាន់មិនអាចខ្វះបានដោយសារភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មនិងទំហំបញ្ជាទិញធំក៏ដោយប៉ុន្តែមេរៀនពីវិបត្តិពន្ធលើកនេះបានជំរុញឲ្យអ្នកនាំចេញឥណ្ឌាដឹងខ្លួនថាការពង្រីកទីផ្សារឲ្យមានភាពចម្រុះនិងការកសាងទំនាក់ទំនងពាណិជ្ជកម្មថ្មីៗជាមួយតំបន់អឺរ៉ុបគឺជាកិច្ចការដែលមិនអាចខកខានបានដើម្បីបង្ការហានិភ័យពីភាពមិនច្បាស់លាស់នៃនយោបាយពាណិជ្ជកម្មអន្តរជាតិនាពេលអនាគតខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមាន free ជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រស់រានឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ